ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកដល់ទាំងអស់គ្នាអំពីរបៀបនៃការកំណត់គោលដៅតើការកំណត់គោលដៅយើងគួរកំណត់ដោយរបៀបណាហើយគោលដៅមានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់យើងម្នាក់ហើយយើងនឹងទៅសេគោលដៅដោយរបៀបណាដែលហៅថាជាគោលដៅជាក់លាក់អញ្ចឹងសូមយើងនឹងមើលទាំងអស់គ្នាបាទអញ្ចឹងរបៀបនៃការកំណត់គោលដៅសម្រាប់ថ្ងៃនេះខ្ញុំចង់ចែករំលែកទៅលើ3ចំណុចទី1យើងនឹងនិយាយអំពីនិយមន័យនៃគោលដៅទី2របៀបកំណត់គោលដៅបែបឆ្លាតវៃទី3គឺការអនុវត្តបែបសរសេរគោលដៅបែបឆ្លាតវៃបាទអញ្ចឹងសូមយើងទៅមើលទាំងអស់គ្នាលម្អិតសម្រាប់សំណួរសួរថាតើអ្វីទៅជាគោលដៅអញ្ចឹងសម្រាប់និយមន័យពេញលេញរបស់គោលដៅទី1ចង់និយាយថាគោលដៅគឺជាអ្វីមួយដែលយើងបានកំណត់ហើយព្យាយាមសម្រេចឲ្យបាននាពេលអនាគតបាទអញ្ចឹងមានន័យថាគោលដៅគឺជាអ្វីមួយដែលយើងបានកំណត់ហើយយើងព្យាយាមសម្រេចវានាពេលអនាគតអញ្ចឹងសម្រាប់តើការកំណត់គោលដៅនោះវាមានអត្ថប្រយោជន៍អ្វីខ្លះអញ្ចឹងអាចសូមមើលទាំងអស់គ្នាទី1ការកំណត់គោលដៅជាក់លាក់ឬក៏ច្បាស់លាស់វាធ្វើឲ្យយើងបានដឹងអំពីទិសដៅនៃជីវិតថាយើងនឹងដើរទៅណាហើយយើងចង់ទៅដល់កន្លែងណាអញ្ចឹងវាមិនខុសអ្វីពីផែនទីនៃជីវិតឬក៏ផែនទីនៃនេះទេនៅពេលដែលយើងកំណត់វាយើងនឹងទៅដល់កន្លែងនោះហើយអ្វីដែលយើងចង់រកអញ្ចឹងការកំណត់គោលដៅដូចគ្នាអញ្ចឹងដែរទី2ចង់បង្ហាញអំពីអ្នកដែលមានគោលដៅច្បាស់លាស់គាត់អាចប្រើប្រាស់ពេលវេលាដោយមានប្រសិទ្ធភាពហើយត្រឹមត្រូវហើយចំណេញពេលវេលាមានថាគាត់អត់ខ្ជិះខ្ជាយពេលវេលាទៅលើរឿងអ្វីផ្សេងដែលក្រៅពីគោលដៅរបស់គាត់ទី3នៅពេលដែលគាត់បានកំណត់គោលដៅហើយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែមួយឆ្នាំទៅមួយឆ្នាំគាត់អាចដឹងអំពីចំណុចនៃការរីកចម្រើនរបស់គោលដៅរបស់គាត់ថាគាត់ដើរដល់ចំណុចកន្លែងណាឬក៏ទីណានៃគោលដៅរបស់គាត់បាទអញ្ចឹងសូមយើងមើលទាំងអស់គ្នាអំពីរបៀបនៃការកំណត់គោលដៅបែបឆ្លាតវៃឬក៏ភាសាអង់គ្លេសគេហៅថា SMART goal អញ្ចឹង SMART goal គឺប្រែថាគោលដៅបែបឆ្លាតវៃនឹងឯងអញ្ចឹងបើយើងនិយាយពី SMART goal SMART អក្សរ S តំណាងឲ្យពាក្យថា specific មានន័យថាវាជាក់លាក់ហើយច្បាស់លាស់អញ្ចឹងកន្លែងនេះយើងត្រូវសួរគោលដៅយើងថាតើគោលដៅរបស់យើងនឹងវាជាក់លាក់ប៉ុណ្ណាវាច្បាស់លាស់ប៉ុណ្ណាយើងអាចប្រើប្រាស់វាបានទេបាទអញ្ចឹងយើងត្រូវសួរបែបហ្នឹងទី2 SMART នោះចាប់ពីអក្សរ S ទៅវាមានអក្សរ M មានន័យថា measurable គឺអាចវាស់វែងបានអញ្ចឹងយើងសួរថាតើគោលដៅរបស់យើងនឹងបន្ទាប់ពីជាជាក់លាក់ហើយច្បាស់លាស់តើយើងអាចវាស់វែងវាបានទេបាទដល់ចំណុចទី3គឺអក្សរ A មានន័យថា achievable គឺវាអាចសម្រេចបានអញ្ចឹងគោលដៅរបស់យើងក្រៅពីជាក់លាក់ក្រៅពីច្បាស់លាស់ហើយក្រៅពីវាស់វែងបានតើវាអាចសម្រេចបានទេបាទនេះសិតតែជាសំណួរដែលយើងសួរនៅពេលដែលយើងសរសេរគោលដៅ R តំណាងឲ្យ relevant គឺពាក់ព័ន្ធតើគោលដៅរបស់យើងនឹងវាពាក់ព័ន្ធនឹងកត្តាសមត្ថភាពយើងធនធានយើងឬក៏លទ្ធភាពយើងអាចធ្វើបានទេអញ្ចឹងបើសិនជាគោលដៅនឹងវាឆ្លើយតបទៅនឹងលទ្ធភាពរបស់យើងធនធានរបស់យើងសមត្ថភាពរបស់យើងអាចសរសេរគោលដៅនោះបានមួយទៀតមានន័យថា T គឺ time boundary គេនិយាយអំពីពេលវេលាជាក់លាក់តើគោលដៅនោះមានពេលវេលាកំណត់ណាមួយដែលយើងអាចសម្រេចវាបានទេឬក៏ទៅដល់វាទេឬក៏យើងគ្រាន់តែសិតគោលដៅមួយដែលគ្មានពេលវេលាជាក់លាក់សម្រាប់យើងបាទអញ្ចឹងសំណួរទាំងអស់នេះជួយឲ្យយើងកំណត់គោលដៅបានជាក់លាក់ឬក៏គោលដៅបែបឆ្លៀសវៃផងដែរឬក៏ឆ្លាតវៃអញ្ចឹងសូមយើងកលេចទៅមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងឧទាហរណ៍ទី1ខ្ញុំសរសេរថាខ្ញុំនឹងខំរៀនឲ្យបានពូកែជាងមុនអញ្ចឹងយើងមើល clear នេះទាំងអស់គ្នាខ្ញុំនឹងចង់រៀនឲ្យបានពូកែជាងមុនបើយើងសម័យមើលវាជាគោលដៅប៉ុន្តែគ្រាន់តែជាគោលដៅនេះជាក់លាក់ឬក៏មិនជាក់លាក់អញ្ចឹងដើម្បីបង្ហាញថាវាជាក់លាក់មិនជាក់លាក់តន្តែយើងទាំងអស់គ្នាអាចយក SMART មានថា SMART goal នឹងយកមកវាស់វែងអញ្ចឹងសួរសំណួរថាតើវាជាក់លាក់ទេឧទាហរណ៍ថាខំរៀនអីគេឃើញទេអញ្ចឹងចម្លើយថាអត់ដឹងឧទាហរណ៍រៀនយ៉ាងម៉េចរៀនឲ្យពូកែជាងមុនពូកែកម្រិតណាឃើញទេយើងមិនអាចវាស់វែងបានហើយមានពេលវេលាប៉ុណ្ណាដែលយើងនឹងរៀនឲ្យពូកែជាងមុនក៏អត់មានពេលវេលាកំណត់ដែរបាទអញ្ចឹងដល់ពេលដែលយើងយក SMART goal នឹងមកវាស់វែងយើងនឹងឃើញថាគោលដៅបែបនេះគឺជាគោលដៅបែបអត់ជាក់លាក់ហើយយើងមិនអាចប្រើប្រាស់បានទេឥឡូវយើងមើលឧទាហរណ៍ទី2
ระเบียบដដែលហើយប៉ុន្តែយើងសរសេររបៀបផ្សេងឧទាហរណ៍ថាខ្ញុំនឹងពង្រឹងការអានភាសាខ្មែរឲ្យបានល្អតាមរយៈនៃការអានសៀវភៅ1ម៉ោងក្នុងមួយថ្ងៃចាប់ពីខែមករារហូតដល់ខែធ្នូអញ្ចឹងយើងមើលគោលដៅបែបនេះបើយើងសួរសំណួរទៅលើ SMART goal តើវាឆ្លោះប្រចាំងទេតើវាមានទៅនឹងកត្តាទាំងអស់នោះទេឧទាហរណ៍ថាអានអីគេភាសាខ្មែរឃើញទេតើវាជាក់លាក់ទេពិតជាក់លាក់ព្រោះដោយសារយើងកំណត់ថាភាសាខ្មែរបាទមួយទៀតអានសៀវភៅ1ម៉ោងក្នុងមួយថ្ងៃឃើញទេតើយើងអាចវាស់វែងបានទេបានព្រោះដោយសារតែយើងកំណត់ថា1ម៉ោងក្នុងមួយថ្ងៃហើយចាប់ពីខែណាដល់ខែណាសួរថាវាមានពេលវេលាឬក៏អីជាក់លាក់ឬក៏ពេញលេញទេគឺពេលវេលាកំណត់វាគឺពីខែមករារហូតដល់ខែធ្នូអញ្ចឹងនៅពេលដែលគោលដៅដែលយើងសរសេរចេញមកវាមានកត្តាទាំងអស់នោះដែលបង្ហាញអំពី SMART goal មានន័យថាជាគោលដៅដែលយើងអាចប្រើបានហើយយើងយកទៅដើម្បីអភិវឌ្ឍខ្លួនឯងបានបាទយើងមើលឧទាហរណ៍ទី2សម្រាប់ឧទាហរណ៍ខ្ញុំចង់សន្សំលុយសម្រាប់ជួយគ្រួសារដូចគ្នាដែរដើម្បីឲ្យយើងបានយល់កាន់តែច្បាស់ពីរបៀបសរសេរគោលដៅបែបឆ្លាតវៃអញ្ចឹងយើងអាចមើលទៅលើគោលដៅនេះដូចគ្នាឧទាហរណ៍ខ្ញុំចង់សន្សំលុយសម្រាប់ជួយគ្រួសារគេសួរថាតើវាជាក់លាក់ទេបើយើងឆ្លើយថាជាក់លាក់បែបណាឧទាហរណ៍សន្សំលុយគេសួរថាសន្សំប៉ុន្មានមួយថ្ងៃប៉ុន្មានមួយខែប៉ុន្មានមួយឆ្នាំប៉ុន្មានហើយយើងមិនអាចឆ្លើយបានទេតាមរយៈការសរសេរគោលបែបនេះអញ្ចឹងវាអត់បង្ហាញពីភាពជាក់លាក់ទេហើយគេសួរថាតើសន្សំដោយរកពីវិធីណាឬក៏នៅពេលណាដែលយើងចាប់ផ្ដើមសន្សំអញ្ចឹងវានឹងឆ្លើយឲ្យថាគោលដៅបែបនេះគឺជាគោលដៅដែលយើងមិនអាចប្រើបានបាទអញ្ចឹងយើងទៅមើលរបៀបសរសេរទី2តើយើងសរសេរដោយរបៀបណាឧទាហរណ៍ថាខ្ញុំនឹងសន្សំលុយ50000រៀលក្នុងមួយខែចាប់ពីខែមករារហូតដល់ខែធ្នូតាមរយៈនៃការលក់នំប្រចាំថ្ងៃរបស់ខ្ញុំឧទាហរណ៍អញ្ចឹងនៅពេលដែលយើងមើលទៅលើគោលដៅបែបនេះឧទាហរណ៍ថាសន្សំលុយប៉ុន្មាន50000វិញគឺវាជាក់លាក់ហើយចាប់ពីខែណាដល់ខែណាវាមានពេលវេលាច្បាស់លាស់ហើយយើងសន្សំដោយរកពីវិធីណាគឺយើងនឹងលក់នំប្រចាំថ្ងៃហ្នឹងទាំងអស់នេះវាឆ្លុះបញ្ចាំងឲ្យគេហៅថា SMART goal គឺការសរសេរគោលដៅបែបនេះគឺយើងងាយនឹងសម្រេចហើយយើងនឹងងាយនឹងអភិវឌ្ឍគោលដៅរបស់យើងបន្ថែមទៅទៀតបាទសំណួរទី3ដូចគ្នាដែរអញ្ចឹងដើម្បីឲ្យយើងយល់កាន់តែច្បាស់អំពីរបៀបសរសេរ SMART goal យើងនឹងមើលទាំងអស់គ្នាបន្ថែមគឺខ្ញុំចង់រកចំណូលជួយគ្រួសារនៅពេលដែលយើងដាក់អំពី SMART goal ចូលមក SMART ភាពជាក់លាក់ហើយនឹងវាស់វែងបាននឹងអាចសម្រេចបានឬក៏ពេលវេលាឬក៏តាក់ទងនោះតើវាមានទេបើយើងចង់និយាយថារកចំណូលរកដោយវិធីណាហើយចំណូលរកបានចំនួនប៉ុណ្ណាពេលវេលាណាដែលយើងចង់ទៅរកអញ្ចឹងមានន័យថាការសរសេរបែបនេះគឺវាអត់ឆ្លោះប្រចាំងទៅលើផែនការឬក៏ SMART goal នោះទេបាទអញ្ចឹងយើងសរសេរដោយរបៀបណាគោលដៅដដែលប៉ុន្តែយើងមានកម្រិតនៃការសរសេររបស់យើងឧទាហរណ៍ថាខ្ញុំនឹងពង្រីកចំណូលឲ្យបានមួយខែហ្នឹង100,000រៀលបន្ថែមទៀតតាមរយៈនៃការលក់ទឹកអំពៅប្រចាំថ្ងៃចាប់ពីខែមករារហូតដល់ខែធ្នូអញ្ចឹងគេសួរថាតើវាជាក់លាក់ទេអញ្ចឹងគេរកចំណូលបន្ថែមឲ្យបានប្រមាណ100,000ទេក្នុងមួយខែគាត់នឹងខំប្រឹងរកឲ្យបាន100,000បន្ថែមទៀតរកដោយរបៀបណាគឺលក់ទឹកអំពៅប្រចាំថ្ងៃរបស់គាត់នេះហើយចឹងចាប់ពីខែណាដល់ខែណាគឺខែមករារហូតដល់ខែធ្នូអញ្ចឹងในការនៅពេលដែលយើងមើលឃើញគោលដៅបែបនោះគឺយើងងាយនឹងការសម្រេចគោលដៅរបស់យើងនៅឧទាហរណ៍ថាប្រចាំឆ្នាំឬក៏អាចកំណត់5ឆ្នាំឬក៏4ឆ្នាំឬក៏3ឆ្នាំអាស្រ័យទៅលើការកំណត់របស់យើងបាទហើយចុងក្រោយនេះខ្ញុំចង់ជជែកថាបើយើងច្បាស់លាស់ទៅនឹងគោលដៅនោះជីវិតយើងនឹងរីកចម្រើនផងដែរបាទអញ្ចឹងទាំងអស់គ្នាសូមយើងរៀបគោលដៅឲ្យបានច្បាស់លាស់ហើយព្យាយាមសម្រេចគោលដៅរបស់យើងនោះជីវិតរបស់យើងនឹងមានការផ្លាស់ប្ដូរហើយនឹងរីកចម្រើនអាចជួយ Subscribe នៅ YouTube Channel របស់ខ្ញុំផងហើយដើម្បីយើងបានវីដេអូថ្មីៗជាពិសេសយើងអាចចែករំលែកទៅដល់អ្នកផ្សេងផងដែរច្រើនសម្រាប់ការចាប់អារម្មណ៍នឹងមេរៀនរបស់ខ្ញុំបាទសូមអរគុណ